ច្រើនឆ្នាំមុនមានយុវជនម្នាក់ឈ្មោះសីហាបានធ្វើដំណើរទៅលេងស្រុកកំណើតម្នាក់នៅឯខេត្តដាច់ស្រយាលមួយដោយសារធ្វើដំណើរយប់ជ្រៅពេកហើយមេឃក៏ចាប់ផ្ដើមភ្លៀងខ្លាំងសីហាក៏សម្រេចចិត្តចុះសម្រាកផ្ទះសំណាក់មួយក្បែរមាត់បឹងម្ចាស់ផ្ទះសំណាក់គឺជាស្រីដែលនេះស្រីចំណាស់ម្នាក់ដែលនិយាយតិចតិចនិងមានទឹកមុខស្រពោនគាត់បានប្រាប់សីហាថាក្មួយសម្រាប់ចោះប៉ុន្តែបើឮសំឡេងអ្វីនៅមាត់បឹងកុំបើកបង្អួចមើលឲ្យសោះសីហាស្ដាប់ហើយក៏មិនបានចាប់អារម្មណ៍ខ្លាំងដែរព្រោះគិតថាគ្រាន់តែជាពាក្យដំណំចាស់លុងដល់ពាក់កណ្ដាលអាទ្រីសំឡេងភ្លៀងក៏រលត់ទៅប៉ុន្តែស្រាប់តែមានសំឡេងកោឮចេញពីក្នុងបឹងមកកាន់តែជាចិត្តមិនយូរប៉ុណ្ណាក៏មានសំឡេងមនុស្សស្រែកយ៉ាងសោកយ៉ាងសួរនៅខាងក្រៅបង្អួចបន្ទប់របស់គេដោយក្តីចង់ដឹងសីហាភ្លេចពាក្យបណ្ដាំរបស់យាយម្ចាស់ផ្ទះហើយក៏បានលោបបើកវាំងនូនបង្អួចបន្តិចអ្វីដែលគេបានឃើញគឺស្រីម្នាក់សក់វែងញ៉ាំឡាយអង្គុយលើមេឈើដែលលើយចូលមាត់បឹងប៉ុន្តែនាងគ្មានមុខនោះទេមានតែរុនភ្នែកខ្មៅងងឹតនិងមាត់ដែលកំពុងហូរឈាមស្រាប់តែស្រីនោះងាកមកចំបង្អួចសីហាហើយនិយាយដោយសំឡេងស្អកថាឃើញខ្ញុំហើយមែនទេសីហាភ័យញ័ររន្ធត់ដួលសន្លប់បាត់ស្មារតីនៅនឹងកន្លែងលុះព្រឹកឡើងគេភ្ញាក់មកវិញនៅកណ្ដាលវាលស្មៅក្បែរមាត់បឹងឯផ្ទះសំណាក់កាលពីយប់មិញបានคล้ายជាកំទេចពេជ្រឈើពុកភុយដែលត្រូវបានគេបោះបង់ចោលរាប់ឆ្នាំមកហើយ